សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel My Research ថ្ងៃនេះខ្ញុំនឹងនាំអស់លោកអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីជាតិសាសន៍ផ្សេងៗដែលកំពុងរស់នៅលើទឹកដីថៃនាពេលបច្ចុប្បន្នប្រទេសថៃជាប្រទេសមួយដែលមានភាពចម្រុះខ្លាំងទាំងផ្នែកប្រជាសាស្ត្រនិងវប្បធម៌ទោះបីជាមានឈ្មោះថាជាថៃក៏ដោយក៏ប្រជាជននៅក្នុងប្រទេសនេះមិនមែនមានតែជាតិថៃតែមួយនោះទេតាមការសិក្សាស្រាវជ្រាវប្រជាជនថៃអាចចែកចេញជាក្រុមជាតិសាសន៍ធំៗចំនួន9ក្រុមដែលក្រុមនីមួយៗមានប្រវត្តិសាស្ត្រភាសានិងវប្បធម៌ប្រពៃណីរៀងៗខ្លួនតើនៅក្នុងប្រទេសថៃបច្ចុប្បន្នមានពូជសាសន៍ណាខ្លះដែលកំពុងរស់នៅហើយពួកគេរស់នៅយ៉ាងដូចម្តេចម្យ៉ាងទៀតតើពួកគេក្លាយជាជាតិថៃតែមួយដោយរបៀបណាតោះយើងនឹងទៅពិនិត្យមើលទាំងអស់គ្នា1ជនជាតិថៃកណ្ដាលជនជាតិថៃកណ្ដាលគឺជាក្រុមធំបំផុតរស់នៅតាមតំបន់កណ្ដាលនៃប្រទេសជាពិសេសនៅតំបន់ជុំវិញក្រុងបាងកកនិងវាលទំនាបចៅព្រះយ៉ាពួកគេមានចំនួនប្រហែល 35% នៃប្រជាជនសរុបភាសារបស់ពួកគេគឺភាសាថៃស្តង់ដារដែលជាភាសាផ្លូវការនៃប្រទេសនិងត្រូវបានប្រើប្រាស់ក្នុងការអប់រំរដ្ឋបាលនិងប្រព័ន្ធផ្សព្វផ្សាយជនជាតិថៃកណ្ដាលមានប្រភពមកពីក្រុមជនជាតិតៃដែលធ្វើចំណាកស្រុកពីភាគខាងជើងតំបន់យូណាននៃប្រទេសចិនចុះមកភាគខាងត្បូងអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយនៅសតវត្សរ៍ទី13ពួកគេបានបង្កើតនគរសុខោទ័យដែលជានគរថៃដំបូងគេក្រោមការដឹកនាំរបស់ស្ដេចរាមាកំហែងនគរសុខោទ័យបានបង្កើតអក្សរថៃដំបូងគេបង្អស់នៅក្នុងឆ្នាំ1283និងបានកំណត់រូបរាងនៃវប្បធម៌ថៃផងដែរប៉ុន្តែក្រោយមកនគរអយុធ្យាដែលកកើតឡើងនៅក្នុងឆ្នាំ1351ដល់ឆ្នាំ1767បានផ្ដួលរំលំនគរសុខោទ័យរួចគ្រប់គ្រងថៃទាំងមូលអស់រយៈពេល400ឆ្នាំជនជាតិថៃកណ្ដាលបានលេបយកឥទ្ធិពលវប្បធម៌ពីនគរខ្មែរម៉ូននិងឥណ្ឌាហើយបានច្របាច់បញ្ចូលគ្នាទៅក្នុងអត្តសញ្ញាណរបស់ថៃទី1នៅក្នុងឆ្នាំ1782ស្ដេចរាមាទី1បានបង្កើតរាជវង្សចក្រីនិងនគរសម័យរតនកោសិនពលគឺសម័យក្រុងបាងកកបច្ចុប្បន្នដែលនៅតែជារាជធានីរហូតមកដល់បច្ចុប្បន្ននេះជនជាតិថៃកណ្ដាលមានឥទ្ធិពលខ្លាំងណាស់លើវប្បធម៌ថៃទូទៅរួមទាំងសិល្បៈតន្ត្រីនិងអក្សរសាស្ត្រពួកគេជាអ្នកបង្កើតនគរថៃបុរាណដូចជាអយុធ្យានិងសុខោទ័យដែលធ្លាប់ជាមជ្ឈមណ្ឌលកណ្ដាលនៃអំណាចនិងវប្បធម៌2ជនជាតិថៃឦសានជនជាតិថៃឦសានរស់នៅភាគឦសាននៃប្រទេសជាប់ព្រំប្រទល់ជាមួយនឹងប្រទេសឡាវនិងកម្ពុជាពួកគេមានចំនួនប្រហែល 30% នៃប្រជាជនសរុបធ្វើឲ្យពួកគេคล้ายទៅជាក្រុមធំទី2បន្ទាប់ពីថៃកណ្ដាលភាសារបស់ពួកគេមានភាពស្រដៀងគ្នាខ្លាំងទៅនឹងភាសាឡាវហើយវប្បធម៌របស់ពួកគេក៏មានឥទ្ធិពលយ៉ាងច្រើនពីប្រទេសឡាវផងដែរតំបន់ឦសានជាតំបន់កសិកម្មដែលប្រជាជនភាគច្រើនរស់នៅពឹងផ្អែកទៅលើការដាំស្រូវតន្ត្រីរបស់ពួកគេមានភាពល្បីល្បាញខ្លាំងជាពិសេសតន្ត្រីម៉ូឡាំនិងលូកធុងដែលបានคล้ายទៅជាផ្នែកមួយនៃវប្បធម៌ថៃជាទូទៅអាហាររបស់ពួកគេក៏មានភាពពិសេសផងដែរនោះគឺម្ហូបបុកល្ហុងនិងមាន់អាំងបាយដំណើប3ជនជាតិថៃខាងជើងជនជាតិថៃខាងជើងឬជនជាតិឡាណារស់នៅភាគខាងជើងនៃប្រទេសជាពិសេសនៅតំបន់ជុំវិញក្រុងឈៀងម៉ៃពួកគេមានចំនួនប្រហែលពី6ទៅ8% នៃប្រជាជនសរុបជនជាតិនេះមានប្រវត្តិដ៏យូរលង់ហើយធ្លាប់បង្កើតនគរឡាណាដែលជានគរឯករាជ្យមួយកាលពីអតីតកាលនគរឡាណាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1296ដោយស្ដេចម៉ាំងរ៉ាយនៅក្រុងឈៀងម៉ៃនគរនេះជានគរឯករាជ្យដែលមានវប្បធម៌ភាសានិងអក្សរសាស្ត្រផ្ទាល់ខ្លួននគរឡាណាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យពាណិជ្ជកម្មសិល្បៈនិងព្រះពុទ្ធសាសនាអស់រយៈពេលជាង200ឆ្នាំមកហើយនៅសតវត្សទី16នគរឡាណាបានធ្លាក់ទៅនៅក្រោមការត្រួតត្រារបស់ភូមាអស់រយៈពេល200ឆ្នាំ
ប៉ុន្តែនៅក្នុងឆ្នាំ1775ស្ដេចតាក់ស៊ីននៃនគរធុនបុរីបានដណ្ដើមយកតំបន់ឡាណាពីភូមាយកមកកាន់កាប់ក្រោយមកនៅសតវត្សទី19ក្រោមរាជវង្សចក្រីនគរឡាណាបានក្លាយទៅជារដ្ឋចំណុះរបស់នគរសៀមមុនពេលដែលនគរនេះត្រូវបានបញ្ចូលយ៉ាងពេញលេញទៅក្នុងទឹកដីថៃនៅដើមសតវត្សទី20ទោះបីជាបាត់បង់ឯករាជ្យភាពនយោបាយក៏ដោយជនជាតិថៃខាងជើងនៅតែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីឡានណាដ៏សម្បូរបែបរហូតមកដល់សព្វថ្ងៃភាសារបស់ពួកគេគឺភាសាខំមួងដែលខុសគ្នាពីភាសាថៃស្តង់ដាពួកគេមានវប្បធម៌ប្រពៃណីដ៏ចម្លែកប្លែកខុសពីវប្បធម៌ប្រពៃណីនៃថៃកណ្ដាលរួមទាំងសិល្បៈស្ថាបត្យកម្មប្រាសាទនិងពិធីបុណ្យផ្សេងៗតំបន់នេះក៏ល្បីខ្លាំងខាងផលិតកម្មហត្ថកម្មនិងសិល្បៈប្រពៃណីដូចជាការធ្វើឆ័ត្រក្រដាសនិងការឆ្លាក់ឈើផងដែរ4ជនជាតិថៃខាងត្បូងជនជាតិថៃខាងត្បូងរស់នៅភាគខាងត្បូងនៃប្រទេសដែលស្ថិតនៅលើឧបទ្វីបម៉ាឡេពួកគេមានចំនួនប្រហែលពី8ទៅ10% នៃប្រជាជនសរុបភាសារបស់ពួកគេមានសំឡេងនិងវាក្យសព្ទខុសគ្នាដាច់ស្រឡះពីភាសាថៃកណ្ដាលហើយមានឥទ្ធិពលពីភាសាម៉ាឡេតំបន់ភាគខាងត្បូងមានប្រវត្តិសាស្ត្រចម្រុះដោយធ្លាប់ជាផ្នែកមួយនៃនគរស្រីវិជ័យនគរស្រីធម្មរាជនិងនគរផ្សេងៗទៀតនៅក្នុងតំបន់ឧបទ្វីបម៉ាឡេនគរស្រីធម្មរាជគឺជាមជ្ឈមណ្ឌលសំខាន់មួយនៃព្រះពុទ្ធសាសនាថេរវាទនៅអាស៊ីអាគ្នេយ៍ប្រជាជននៅតំបន់នេះមានទំនាក់ទំនងជាយូរយារណាស់មកហើយជាមួយនឹងពាណិជ្ជករមកពីឥណ្ឌាចិននិងនគរម៉ាឡាយូនៅក្នុងសតវត្សទី13និងសតវត្សទី14តំបន់ខាងត្បូងបានធ្លាក់ទៅនៅក្រោមឥទ្ធិពលរបស់នគរសុខោទ័យនិងអយុធ្យាប៉ុន្តែដោយសារទីតាំងភូមិសាស្ត្រនៅឆ្ងាយពីអំណាចសុខោទ័យនិងអយុធ្យាប្រជាជនខាងត្បូងក៏អាចរក្សាបាននូវវប្បធម៌និងភាសាប្លែកៗរបស់ពួកគេបានរហូតមកដល់សប្តាហ៍នេះនៅសតវត្សទី19និងសតវត្សទី20ក្រោមការវាយប្រហារពីមហាអំណាចអាណានិគមរដ្ឋាភិបាលថៃបានពង្រឹងអំណាចត្រួតត្រាលើតំបន់នេះបច្ចុប្បន្ននេះជនជាតិថៃខាងត្បូងភាគច្រើននៅកាន់ព្រះពុទ្ធសាសនាខណៈពេលដែលជនជាតិម៉ាឡេមូស្លីមនៅក្នុងខេត្ត3ភាគខាងត្បូងបំផុតកាន់សាសនាអ៊ីស្លាម5ជនជាតិចិនថៃជនជាតិចិនថៃគឺជាក្រុមជនជាតិភាគតិចដ៏ធំបំផុតក្នុងប្រទេសថៃមានចំនួនប្រហែលពី10ទៅ14% នៃប្រជាជនសរុបជនជាតិចិនបានធ្វើចំណាកស្រុកចូលមកប្រទេសថៃអស់រយៈពេលរាប់រយឆ្នាំមកហើយជាពិសេសមកពីខេត្តខ្វាងតុងនិងខេត្តហ្វូជៀនរបស់ប្រទេសចិនជនជាតិចិនបានធ្វើពាណិជ្ជកម្មជាមួយនគរថៃតាំងពីសម័យនគរអយុធ្យានិងសុខោទ័យមកម្លេះប៉ុន្តែការធ្វើចំណាកស្រុកធំជាងគេបំផុតបានកើតមានឡើងនៅក្នុងសតវត្សទី19និងដើមសតវត្សទី20នៅពេលដែលជនជាតិចិនរាប់លាននាក់បានរត់ចាកចេញពីស្រុកកំណើតដោយភាពក្រីក្រសង្គ្រាមនិងបញ្ហានយោបាយនៅប្រទេសចិនជនជាតិចិនភាគច្រើនមកពីខេត្តខ្វាងតុងហ្វូជៀននិងហៃណានពួកគេបានធ្វើជាពាណិជ្ជករកម្មករនិងសហគ្រិនរដ្ឋាភិបាលថៃបានលើកទឹកចិត្តឲ្យមានការរួមបញ្ចូលដោយអនុញ្ញាតឲ្យជនជាតិចិនទាំងនោះរៀបការជាមួយនឹងជនជាតិថៃនិងទទួលយកនូវវប្បធម៌ថៃនៅក្នុងសតវត្សទី20ជាពិសេសក្រោមរដ្ឋាភិបាលរបស់លោកពីប៊ុនសង្គ្រាមគោលនយោបាយថៃនិយមបានលើកទឹកចិត្តឲ្យជនជាតិចិនប្រើឈ្មោះថៃនិយាយភាសាថៃនិងបញ្ចូលខ្លួនទៅក្នុងសង្គមថៃលទ្ធផលគឺជនជាតិចិនថៃបច្ចុប្បន្នភាគច្រើនបានរួមបញ្ចូលយ៉ាងល្អទោះបីជានៅតែរក្សាប្រពៃណីវប្បធម៌ចិនមួយចំនួនក៏ដោយជនជាតិចិនថៃបានរួមបញ្ចូលខ្លួនយ៉ាងល្អទៅក្នុងសង្គមថៃប៉ុន្តែនៅតែរក្សាវប្បធម៌ប្រពៃណីមួយចំនួនពួកគេមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចពាណិជ្ជកម្មនិងធុរកិច្ចនៅក្នុងប្រទេស6ជនជាតិម៉ាឡេជនជាតិម៉ាឡេរស់នៅភាគខាងត្បូងបំផុតនៃប្រទេសថៃជាពិសេសនៅក្នុងខេត្ត3ភាគខាងត្បូងគឺផាតានីយ៉ាឡានិងណារ៉ាធីវ៉ាន់ពួកគេភាគច្រើនកាន់សាសនាអ៊ីស្លាមនិងនិយាយភាសាម៉ាឡេវប្បធម៌របស់ពួកគេមានភាពខុសគ្នាយ៉ាងដាច់ស្រឡះពីជនជាតិថៃភាគកណ្ដាលដែលកាន់ព្រះពុទ្ធសាសនាតំបន់ភាគខាងត្បូងបំផុតនៃប្រទេសថៃបច្ចុប្បន្នធ្លាប់ជាផ្នែកមួយនៃនគរម៉ាឡេស៊ីបុរាណរួមទាំងស៊ុលតង់ប៉ាតានីដែលរីកចម្រើន
ពីសតវត្សទី15ដល់សតវត្សទី18នគរនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសាសនាឥស្លាមដ៏សំខាន់មួយនៅក្នុងតំបន់នៅសតវត្សទី18នគរអយុធ្យាបានវាយប្រហារនិងយកឈ្នះទៅលើនគរប៉ាត្តានីនៅឆ្នាំ1902ក្រោមការចរចាជាមួយនឹងចក្រភពអង់គ្លេសរាជាណាចក្រសៀមបានទទួលការគ្រប់គ្រងពេញលេញលើតំបន់នេះខណៈពេលដែលចក្រភពអង់គ្លេសបានទទួលការគ្រប់គ្រងលើតំបន់ម៉ាឡេស៊ីការបែងចែកនេះធ្វើឲ្យប្រជាជនម៉ាឡេមូស្លីមត្រូវបែងចែកគ្នាអ្នកដែលនៅខាងជើងព្រំដែនបានក្លាយទៅជាពលរដ្ឋថៃទោះបីជាពួកគេមានភាសាសាសនានិងវប្បធម៌ដូចគ្នាទៅនឹងជនជាតិម៉ាឡេនៅម៉ាឡេស៊ីក៏ដោយជនជាតិម៉ាឡេនៅក្នុងប្រទេសថៃមានចំនួនប្រហែលពី2ទៅ3លាននាក់ហើយពួកគេមានទំនាក់ទំនងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងខ្លាំងជាមួយនឹងជនជាតិម៉ាឡេនៅក្នុងប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី7ជនជាតិមូនជនជាតិមូនគឺជាជនជាតិដើមដែលរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មុនពេលការមកដល់របស់ជនជាតិថៃនៅក្នុងប្រទេសថៃជនជាតិមូនរស់នៅភាគខាងលិចនិងភាគកណ្ដាលពួកគេបានបង្កើតនគរទ្វារបតីនៅសតវត្សទី6និងសតវត្សទី11ដែលជានគរព្រះពុទ្ធសាសនាថេរវាទមួយនៅតំបន់វាលទំនាបចៅព្រះយ៉ានគរនេះបានមានឥទ្ធិពលខ្លាំងលើការរីករាលដាលនៃព្រះពុទ្ធសាសនានៅក្នុងតំបន់នៅពេលដែលជនជាតិថៃមកដល់នៅសតវត្សទី13ជនជាតិមូនជាច្រើនបានរួមបញ្ចូលខ្លួនទៅក្នុងសង្គមថៃទទួលយកភាសាថៃនិងវប្បធម៌ថៃបច្ចុប្បន្នជនជាតិមូនភាគច្រើនរស់នៅក្នុងខេត្តកញ្ចនបុរីនិងរាជបុរីពួកគេនៅតែរក្សាវប្បធម៌ប្រពៃណីមួយចំនួនដូចជាតន្ត្រីនិងការប្រារព្ធពិធីបុណ្យផ្សេងៗ8ជនជាតិខ្មែរជនជាតិខ្មែរនៅក្នុងប្រទេសថៃភាគច្រើនរស់នៅតាមតំបន់ខាងកើតជាពិសេសនៅក្នុងខេត្តសុរិន្ទស្រះកែវបុរីរាំងនិងស៊ីសាកេតតំបន់នេះធ្លាប់ជាផ្នែកមួយនៃចក្រភពខ្មែរនៅសតវត្សទី9ដល់សតវត្សទី15នៅសតវត្សទី15បន្ទាប់ពីការដួលរលំនៃចក្រភពអង្គរតំបន់នេះបានធ្លាក់ទៅនៅក្រោមការគ្រប់គ្រងរបស់នគរអយុធ្យាជនជាតិខ្មែរជាច្រើនត្រូវបានផ្លាស់ទីមកកណ្ដាលប្រទេសថៃហើយពួកគេបានក្លាយទៅជាកសិករនិងពលករក៏ដូចជាទេសចរជាដើមនៅសតវត្សទី19និងសតវត្សទី20ព្រំដែនរវាងថៃនិងកម្ពុជាត្រូវបានកំណត់ធ្វើឲ្យជនជាតិខ្មែរក្នុងតំបន់ឦសានខាងកើតក៏បានក្លាយទៅជាពលរដ្ឋថៃរហូតមកដល់សព្វថ្ងៃបច្ចុប្បន្នជនជាតិខ្មែរនៅថៃមានចំនួនប្រហែលពី1លានដល់2លាននាក់ពួកគេនៅតែរក្សាភាសាខ្មែរវប្បធម៌និងប្រពៃណីខ្មែរជាពិសេសក្នុងតំបន់ជនបទជនជាតិខ្មែររស់នៅភាគខាងកើតនៃប្រទេសថៃជាពិសេសខេត្តនៅជាប់ព្រំប្រទល់ប្រទេសកម្ពុជាដូចជាសុរិន្ទស៊ីសាកេតនិងបុរីរាមជាដើមពួកគេនិយាយភាសាខ្មែរនិងមានវប្បធម៌ស្រដៀងខ្លាំងទៅនឹងជនជាតិខ្មែរនៅកម្ពុជា9ជនជាតិភាគតិចនៅលើភ្នំជនជាតិភាគតិចនៅលើភ្នំភាគច្រើនបានធ្វើចំណាកស្រុកពីប្រទេសចិនមីយ៉ាន់ម៉ានិងឡាវមករស់នៅតំបន់ភ្នំខាងជើងរបស់ប្រទេសថៃអស់រយៈពេលរាប់សតវត្សកន្លងមកហើយពួកគេរត់គេចចេញពីសង្គ្រាមការធ្វើទារុណកម្មនិងសម្ពាធនយោបាយនៅក្នុងប្រទេសកំណើតរបស់ពួកគេប្រទេសថៃមានជនជាតិភាគតិចលើភ្នំជាច្រើនក្រុមដែលក្រុមទាំងអស់នោះរួមមានជនជាតិការ៉ែនជាក្រុមធំបំផុតក្នុងចំណោមជនជាតិភាគតិចមានចំនួនប្រហែលកន្លះលាននាក់មកពីតំបន់មីយ៉ាន់ម៉ាតាំងពីសតវត្សទី18ដោយពិសេសក្នុងសតវត្សទី20នៅពេលដែលពួកគេរត់គេចចេញពីសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាពួកគេបានតាំងទីលំនៅតាមតំបន់ព្រំដែនថៃនិងមីយ៉ាន់ម៉ាជនជាតិម៉ុងមានប្រហែល 150,000 នាក់នៅតំបន់ភ្នំខ្ពស់ពួកគេល្បីខាងកសិកម្មនិងសិប្បកម្មចម្លាក់ជនជាតិម៉ុងមកពីខេត្តយូណាននិងគុយជ័វរបស់ចិនក្នុងសតវត្សទី19និងសតវត្សទី20ជាពិសេសបន្ទាប់ពីសង្គ្រាមវៀតណាមនៅពេលដែលជនជាតិម៉ុងជាច្រើនដែលបានជួយកងទ័ពអាមេរិកក៏បានរត់ភៀសខ្លួនចូលមកទឹកដីថៃជនជាតិអាកាឡាហ៊ូលើស៊ីពួកគេមានភាសានិងសម្លៀកបំពាក់ប្រពៃណីវប្បធម៌ផ្ទាល់ខ្លួនរបស់ពួកគេ
ជនជាតិនេះក៏មានប្រវត្តិធ្វើចំណាកស្រុកស្រដៀងគ្នាមកពីខេត្តយូណានរបស់ប្រទេសចិនមីយ៉ាន់ម៉ាឡាវផងដែរសរុបសេចក្តីទៅប្រទេសថៃជាប្រទេសមួយមានភាពចម្រុះដែលក្រុមជាតិសាសន៍ផ្សេងៗបានរួមចំណែកបង្កើតឡើងនៅវប្បធម៌ថៃដ៏ចម្រុះនិងសម្បូរបែបនេះពីជនជាតិថៃកណ្ដាលនៅក្រុងបាងកករហូតដល់ជនជាតិភាគតិចនៅលើភ្នំភាគខាងជើងពីជនជាតិថៃឦសានខាងកើតរហូតដល់ជនជាតិម៉ាឡេនៅភាគខាងត្បូងគ្រប់ក្រុមសុទ្ធតែមានតួនាទីសំខាន់ក្នុងការកសាងអត្តសញ្ញាណថៃភាពចម្រុះនៃជាតិសាសន៍ផ្សេងៗគ្នាទាំងនេះក៏បានបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរជាច្រើនផងដែររួមមានវិសមភាពសេដ្ឋកិច្ចការរើសអើងចំនួនប្រដាប់អាវុធការរំលោភសិទ្ធិមនុស្សបញ្ហាការផ្ដាល់សញ្ជាតិនិងការបង្ខំឲ្យមានការធ្វើសមាហរណកម្មវប្បធម៌ដែលបង្កឲ្យមានតម្រូវការក្នុងការកែតម្រង់គោលនយោបាយនិងការទទួលស្គាល់សិទ្ធិរបស់ជនជាតិភាគតិចប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមចុច like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ